ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយករឿងភាគ anime មួយទៀតដែលមានចំណងជើងថា One Piece មកធ្វើការសង្ខេបជូនទស្សនាខ្សែរឿងចាប់ផ្ដើមជាមួយនឹងបរិយាម្នាក់ដែលជាស្ដេចចៅសមុទ្រឈ្មោះ Gold Roger ត្រូវបានគេយកទៅប្រហារជីវិតជាសាធារណៈ Gold Roger នឹងក៏ប្រហែលជាចៅសមុទ្រចិត្តល្អម្នាក់ដែរព្រោះនៅថ្ងៃដែលគេប្រហារជីវិតគាត់នោះមានអ្នកខ្លះទៅឈរមើលហើយទួញយំសោកស្ដាយគាត់ជាខ្លាំងមុននឹងស្លាប់ Gold Roger បានប្រកាសជាសាធារណៈថាទ្រព្យសម្បត្តិរបស់គាត់ទាំងអស់ដែលគាត់ហៅថា One Piece គាត់បានយកវាទៅលាក់ទុកនៅកន្លែងមួយតែគាត់បានប្រាប់ថាគាត់លាក់ទុកនៅកន្លែងណាទេបើអ្នកណារកកំណត់ One Piece នឹងឃើញវាជារបស់អ្នកនោះចាប់តាំងពីពេលនោះមកក្រុមចៅសមុទ្រទូទាំងពិភពលោកបានចេញទូទៅស្វែងរកកំណត់ One Piece នៅគ្រប់ទិសទីរយៈកាលជាង10ឆ្នាំក្រោយមកទៀតខ្សែរឿងបានណែនាំឲ្យយើងស្គាល់តួអង្គឯករបស់យើងឈ្មោះ Monkey D Luffy កាលនោះគាត់មានអាយុប្រហែលជា6ឆ្នាំទេតែគាត់ចង់ធ្វើជាចៅសមុទ្រហើយ idol របស់គាត់គឺមេចៅសមុទ្រសក់ក្រហមម្នាក់ឈ្មោះ Sang ប៉ុន្តែពេលនោះដោយសារតែ Luffy នៅក្មេងពេក Sang មិនអាចយកគាត់ដើរតាមបានទេនៅថ្ងៃនោះផងដែរមានចៅភ្នំមួយក្រុមទៀតដែលមើលទៅដូចជាកាយសាហាវខ្លាំងណាស់បានទាត់ទម្លុះទ្វារចូលមកក្នុងអាហារដ្ឋានហើយប្រាប់ម្ចាស់ហាងថាពួកគេត្រូវការស្រា10បារ៉ែលតែ Makino ដែលជាម្ចាស់ហាងបានប្រាប់ថាអត់មានស្រាលក់ទៀតទេពេលនោះ Sang ចិត្តល្អបានយកស្រាមកដបដែលគាត់មិនទាន់បើកឲ្យទៅចៅភ្នំនោះតែចៅភ្នំនោះបានវាយបំបីដបស្រាចោលហើយចោទថា Sang មើលងាយគាត់ទោះជាយ៉ាងនេះក៏ដោយ Sang ចិត្តធ្ងន់ណាស់អត់ប្រកាន់ចៅភ្នំនោះទេហើយបែរទៅរើអំបែងដបរបស់ចៅកុំឲ្យមុតជើងគេបន្តមកចៅភ្នំបានចិត្តក៏ដកដើរកាប់ចានលើតុកថែមទៀតដើម្បីឲ្យ Sang រើសហើយបាននាំពួកចាក់ចេញពីទីនោះបាត់ទៅពេលឃើញអញ្ចឹង Luffy ក៏ដោយចិត្តជំនួស Sang ខ្លាំងណាស់តែ Sang ហើយនឹងក្រុមរបស់គាត់បែរជានាំគ្នាសោយកិលទៅវិញទង្វើរបស់ពួកគេនឹងបានធ្វើឲ្យ Luffy កាន់តែក្តៅមកកម្រិតទៀតហើយបានឡើងឈរស្រែកក្តែងស្ដីឲ្យ Sang ថាជាមនុស្សកំសាកតែ Sang បានពន្យល់គាត់ថាមានមនុស្សខ្លះមិនសមឲ្យគាត់ឆ្លោះជាមួយទេពេលនោះដោយសារតែខឹងជាមួយ Sang ពេក Luffy បានទៅយកផ្លែឈើរបស់ Sang ដែល Sang ដាក់ចោលនៅលើតុយកមកញ៉ាំពេលឃើញអញ្ចឹង Sang មានការភ្ញាក់ផ្អើលហើយនឹងព្រួយបារម្ភពី Luffy ខ្លាំងណាស់ព្រោះផ្លែឈើដែល Luffy ទុំញ៉ាំហ្នឹងមិនមែនផ្លែឈើធម្មតាទេគេហៅវាថា Gam Fruit វាធ្វើឲ្យខ្លួនរបស់ Luffy យឺតដូចកៅស៊ូអញ្ចឹងហើយ Luffy នឹងអត់ចេះហែទឹកអស់មួយជីវិតបន្តមកមិនយូរប៉ុន្មានស្រាប់តែមានហេតុការណ៍មួយបានកើតឡើងគឺ Luffy ត្រូវបានក្រុមចៅភ្នំចាប់ធ្វើបាបដោយសារតែគាត់ទៅទាមទារឲ្យក្រុមចៅភ្នំនឹងសុំទោស Sang ហើយពេលនោះ Sang ក៏បានទៅដល់ទីនោះផងដែរដែលនៅលើកនេះជាផុតពីការប៉ះទង្គិចគ្នាទេព្រោះតាមធម្មតា Sang ចិត្តធ្ងន់ណាស់ទោះបីគេស្ដាប់ទឹកមាត់ដាក់ក៏អត់ឆ្លោះជាមួយនឹងគេដែរតែបើសិនជាមាននរណាគេហ៊ានប៉ះមិត្តភក្តិរបស់គាត់អ្នកនោះច្បាស់ជាមិនរួចខ្លួនទេនៅក្នុងការប្រយុទ្ធគ្នានោះដៃស្ដាំរបស់ Sang ម្នាក់ឈ្មោះ Ben Beckman ស្ម័គ្រចិត្តធ្វើជាអ្នកចាត់ការក្រុមចៅភ្នំតែមកផ្លែសោះ Ben Beckman បានកំចាត់កូនចៅរបស់ចៅភ្នំអស់លីងចំណែកមេគេក៏បានបោកគ្រាប់បែកផ្សែងនាំ Luffy គេចខ្លួនបាត់គាត់បាននាំ Luffy ទៅដល់សមុទ្រហើយដោយសារតែខឹង Luffy ខ្លាំងពេកគាត់ក៏បានបោះ Luffy ចូលទៅក្នុងទឹកបាទប្រកាន់តាមចងពៀពេលនោះមានសត្វសមុទ្រយ៉ាងធំមួយដែលពួកគេហៅថា Sea King បានចេញមកខាំស៊ីចៅភ្នំនោះហើយបន្តមកក៏ចង់ខាំស៊ី Luffy ផងដែរតែ Sang បានចូលទៅជួយទាន់ពេលនោះ Sang នៅជាមានជំនាញពិសេសអីមួយយ៉ាងគ្រាន់តែគាត់ប្រើភ្នែកដ៏មុតស្រួយសម្លក់ទៅកាន់ Sea King ខ្លាចក៏ហែទឹកចេញទៅបាត់ការជួយសង្គ្រោះ Luffy នៅពេលនោះ Sang បានដាច់ដៃម្ខាងធ្វើឲ្យ Luffy អាណិតគាត់ខ្លាំងណាស់មួយរយៈក្រោយមកដល់ពេលដែល Sang ត្រូវចាក់ចេញពីភូមិ Fusa ទៅបន្តដំណើរផ្សងព្រេងរបស់គាត់បន្តទៀតនៅពេលនោះ Luffy បានប្រកាសអះអាងថាថ្ងៃណាមួយគាត់នឹងមានក្រុមខ្លួនឯងហើយគាត់នឹងក្លាយទៅជាមេចៅសមុទ្រដែលខ្លាំងជាងក្រុមរបស់ Sang ទៀតជាការសន្យា Sang បានផ្ញើមួកសំណប់ចិត្តរបស់គាត់ឲ្យ Luffy សិនហើយនៅពេលដែល Luffy ក្លាយទៅជាមេចៅសមុទ្រដ៏ពូកែម្នាក់គាត់ចង់ឲ្យ Luffy យកមួកនោះទៅឲ្យគាត់វិញ10ឆ្នាំក្រោយមក Luffy បានចាប់ផ្ដើមចេញដំណើរផ្សងព្រេងរបស់គាត់តាមទូកតូចមួយហើយអ្នកភូមិ Fusa ជាច្រើនបានមកជួបដំណើរគាត់ទាំងអឡឡៃពេល Luffy ចេញបានឆ្ងាយបន្តិចស្រាប់តែ Sea King ដែលជាមិត្តចាស់របស់គាត់បានមកលេងប៉ុន្តែលើកនេះ Luffy មិនមែនក្មេងទៀតទេគាត់បានប្រើកាដាប់ដៃកៅស៊ូរបស់គាត់ដែលគាត់ហៅថា Gam Pistol ដែល Sea King ម្ដាយឡើងស្លាប់បន្តមកសាច់រឿងបានកាត់ទៅមើលតួអង្គម្នាក់ទៀតឈ្មោះ Kobe គឺជាក្មេងម្នាក់ដែលចៅសមុទ្រចាប់មកធ្វើការនៅលើទូករបស់ពួកគេមានថ្ងៃមួយ Kobe រុញប៉ះចំធុងបារ៉ាដែល Luffy ដេកនៅក្នុងនោះ Luffy ចូលទៅក្នុងធុងបារ៉ាដោយសារតែទូករបស់គាត់ត្រូវបានទឹកគួចយកទៅហើយក្រោយមកមានគេប្រទះឃើញធុងបារ៉ានោះក៏លើកឡើងលើកប៉ាល់ហើយក្រោយមកទៀតកប៉ាល់នោះក៏ត្រូវបានក្រុមចៅសមុទ្រប្លន់យកទៀតអញ្ចឹងហើយទៅពេលនេះ Luffy នៅលើទូករបស់ចៅសមុទ្រហើយបានជួបជាមួយនឹង Kobe ជាដំបូង Luffy អត់ខ្វល់ថាគាត់នៅកន្លែងណាទេសំខាន់ពេលនេះគាត់ឃ្លានហើយគាត់ទៅរកអីញ៉ាំសិននៅទីនោះ Kobe បានប្រាប់ Luffy ថាកាលពី2ឆ្នាំមុនពេលដែលគាត់កំពុងតែស្ទូចត្រីសុកមានក្រុមចៅសមុទ្រទៅចៅគាត់មកធ្វើទាស្ករនៅលើទូកមួយហ្នឹងពេលនោះ Luffy បានសួរថាបើមិនចង់ធ្វើការនៅនឹងទេហេតុអីមិនរត់ហើយ Kobe ប្រាប់ថាគាត់អត់ហ៊ានតែសារតែកាប៉ីតែននៅលើកប៉ាល់ហ្នឹងឈ្មោះ Alvida កាយខ្លាំងណាស់បើដឹងថា Kobe ចង់រត់នាងច្បាស់ជាសម្លាប់គាត់ចោលហើយនិយាយខ្លីទៅ Kobe គឺជាមនុស្សកំសាកធ្វើអីគាត់ហ៊ានដែរតទៅពេលឮ Luffy ប្រាប់ថាគាត់ចង់ទៅរកកំណត់ One Piece ដើម្បីធ្វើជាស្ដេចចៅសមុទ្រ Kobe ដឹងថាវាគ្រោះថ្នាក់ខ្លាំងណាស់ហើយគាត់អត់ជឿថា Luffy ធ្វើបានទេនៅពេលនោះ Luffy បានខកគាត់មកញ៉ោខ្លួនហើយប្រាប់ថាមនុស្សយើងត្រូវតែធ្វើអីដែលយើងចង់ធ្វើមិនត្រូវបណ្តែតបណ្ដោយតាមជោគវាសនាទេពាក្យសម្ដីរបស់ Luffy បានធ្វើឲ្យ Kobe មានកម្លាំងចិត្តហើយគាត់សម្រេចចិត្តធ្វើតាមក្តីសម័យរបស់គាត់ដែលចង់ធ្វើជាកងម៉ារីនដើម្បីចាប់ជនអាក្រក់បន្ទាប់មកកាប៉ីតែនឈ្មោះ Alvida បានទៅដល់ទីនោះហើយពេល Luffy ឃើញក៏សួរ Kobe ថាចុះម្នាក់កម្មាំងហ្នឹងជានរណាគេតាមធម្មតា Alvida ខឹងណាស់នរណាគេនិយាយថងហ្នឹងដល់ទៅពេលឮ Luffy និយាយអញ្ចឹងនាងច្បាស់ជាមិនឲ្យ Luffy រួចខ្លួនទេ Gotcha!
ได้ระบอลูฟี่ประการนายืกันแต่ใช้กำลังการดักคลังในเป็นตัวใบยาอัลวาดากับมาปันนากับลูฟี่ไอไวปังได้บนต่อมาลูฟี่บันจูนโคบีแต่โจชมัวทัวเจียมาเรนตามกันในสมบัติระบก่อนในตามเพลลูฟี่บันซูโคบีแต่ตอนจมูกหนึ่งโซโร่โปรโมนนังอัลวาดาฉลามกอดจมูกหนึ่งโซโร่เป็นโคบีปรับทาโซโร่คือเจียเนี่ยซีชนัวจับเจ้าสมบัติดอกคลังมันเนี่ยปันใต้มันดันทามีเรื่องไอเต้เป็นนี้ลือทาเกจองกอดตกในที่กรองเซลทาวน์บนต่อมามันอยู่ประมาณโปเกบันทัวดำน้ำตลอดตีนุโปรลูฟี่จองมันโซโร่โจกรมไพเรตจมูกก่อนเป็นโปเกบันดาตลอดกันหลายได้เกจับโซโร่จองการทัวตรนการบังอาจฮะเป็นพองได้กับเมียนควีนสไตรมเนี่ยที่ตลอดตีนุนี่คลาฮันนะเห็นฟลอร์บอลที่จูบโซโร่ดับเบิลยบายตนาตายกอดยำปันใต้ในเป็นโซโร่มันพร้อมยำเตะแทนแต่บานดังควีนสไตรนุไอตะวันแทนเตียนบนต่อมาเมียนบรักษาเรือเหมือนเนี่ยให้นักกองมาเรียนปีเนี่ยมันตัดดาลกอดมันชอบใบดำนาปีควีนสไตรให้บอกเจ้าตัดได้จอนไปเลยแทนเตียนบนต่อมาเตียนบอลนั่งมันไปชี้ไอมาเรียนเหมือนเนี่ยบอกควีนสไตรนึกจริงแต่กลายระบองวิ่งสนามได้ลูฟี่ช่วยเนียงตอนกลายเป็นบรักษาเรือตลอดตัววิ่งลูฟี่บันลุยโจตะจูบโซโร่วิ่งมาดองเป็นโนลูฟี่จองช่วยโซโร่ได้แต่โซโร่มันเอากอดช่วยเตะปันใต้โซโร่บันปังลูฟี่เอาช่วยเรือใบตนาประหลาดได้ไอกอดยำบนต่อมาลูฟี่บันโยเรือนั้นแต่ปราบควีนสไตรจะใบตนาถวยเนี่ยสบายจัดครั้งนะไม่ใช่มันโนชโมริกาหายในปรับทาโซโรตระบางกิจับจอนั่นคือโดยสารแต่ก็ช่วยเนียงการปีประมาณไงม้วนเป็นกายจะจอมกับบ้าโจมาหางมาระบอนเนี้ยฮาริกาเคยจังก็เตียงบอกจองไว้วิใต้วิบายจะจองคาริกาเป็นสนานน่าแต่เป็นโนโซโรบันไว้กายโนช่วยเนียงตอนแต่พัชกายจะจอนั่นคือจะสั่นเข้มระบอบรอสอเลื้องชโมหายเมโปในไทยโนโซโรมันตรมระบายกายเต้ไว้ตั้งมาจากกายเลียเลยนั่นเตียนถ้าโดยสารแต่หายเมโปคือจะโกนโปรระบอเมกอมาเรนเนอร์ดมอนนั่งก็บานเตอร์ตูปัดปาระบอกก็เอาเกมมาจับจองโซโรบางอนหาระยะเปมาค่ายเนอไปแต่โปเกกับปนดันใหญ่ขึ้นเนียนนั่งแต่แฮลเมโปบันโจมาออกหลอกหางมาระบอริก้ามาดองเตียดในเป็นโนลูฟี่กับบันโจเติมเมื่อให้ลือแฮลเมโปในยีทาปาระบอกก้อนนังประหารชีวิตโซโร่ฉับนังให้เป็นลูฟี่ลือจังกดดาแฮลเมโปบันได้รู้สึกจะทาไงนี่ก็นังบัวโซโร่โจกรมระบอกก้อนไรมันมันต่อมาแฮลเมโปบันรถติดประดังปาระบอกก้อนชมูโมเกนเอาจับลูฟี่สำหรับเจ้าโมเกนคือจะเมกอมาเรียนระบอรทาบ้านในขนมดมอนนังแต่กายคลั่งนั่นก็คลายกอดได้ขนมไปจมูกนี้ลูฟี่บันจะจูบโซโร่ดับไปบัวโซโร่โจกรมจมูกเป็นโนลูฟี่อันเมียนตกเปรย์ไอโซโร่สำหรับจัดไอเต็กก็ปรับโซโร่ทาก็นังตโยดาโซโร่วิ่งมันอยู่ประมาณลูฟี่บันตะดอมันตีกองมาเรนแต่ในตีนุมอร์แกนกับพงแต่บัญชีเกเลิกรุษณะระบอกกอดล่างเห็นไม่พบกันในตีนุพงได้ในเป็นนกกรอนตะกองมาเรนมันเนี่ยมันประหยัดทั่วรุษณะระบอกกอดปลาระบอกไอมีอย่างมอร์แกนได้ชีมันดูกำนันโคเข้าบ้านของเรียนสำหรับมาเรนนกเจ้าจำในลูฟี่ได้ในคางกรามเลือสำเร็จกระดงกระดานในคางเลิกก็ตีนจะเปี้ยมโนดลางตะมือเป็นลางตะดาลูฟี่อันดังก็จับตีนสไตล์สไลด์รุษณะระบอกมอร์แกนทั่ววิทยาจอมกรามใบบ่อในเป็นนกมอร์แกนคลังนะแต่ลูฟี่อัดคอจมูกกอดเตะคือกอดตระการจูบแต่เห็นไม่โปแต่ปนน้อโปรเห็นไม่โปนั่นคือจีนโยได้ระบอกโซโร่ตะตกขนมไปจมูกนี้โคบี้มันโดยโจแต่สไลด์จำน้องไอโซโร่เป็นนกโคบี้มันปรับโซโร่ทาสไอเกนสำหรับกอดชาลให้แต่งจังให้เติมลูฟี่ไปทอยชีวิตโจขนมมาตีมาเรนแต่ใบโยได้ระบอกโซโร่มาวิ่งสงครามทาโซโร่นังโจกรมจมูกกอดในยีดอตรามนี้มอร์แกนมันนอมกองมาเรนระบอกกอดตื่นดอลถ้ามีหนีจานเต้มอร์แกนมันมาเกี่ยโกนใจระบอกกอดใบสำหรับโปเกเจ้าแต่มาดองมันต่อมอใส่เรื่องมันกัดเติมมือระบอกโซโร่มันติดกลายเป็นไม่โซโร่ประกายคนได้คลังนะกอดใบชนะคนเซอร์ต่างอ้อลึกแรงแต่มันเนี้ยได้กอดมาประกวดจมูกปีปอนดองให้มันชนะซะนี่เป็นชมูทาคุยนะจีกุนไซระบอกครูระบอกกอดต่อมาในขนมกาประกวดเลือกตีปีปอนมวยโซโร่บ้านประบัวคุยนะประกวดขึ้นนี้โดยปลาดาวเหมือนเต้นในขนมกาประกวดเรื่องนกคุยนะในเด็กชนะได้เป็นนกโซโร่ปัจจิโตจัดคลานนะแต่คุยนะบ้านช่วยหนีเลือกตั้งจัดกอดช่วยกอดเป็นกำลังจัดลางวิ่งในไงนกโปเกบ้านซอนหยาจมูกขึ้นทาไงนามวยขนมจันทร์โปเกต่างปีนี้หนึ่งเมียนเนี่ยคลายตะจีนกับปูกุนได้แต่คลางเจียงเก้ในเลยโลกปันแต่กลายมามันอยู่ประมาณคุยนะบ้านโจปาตหากรุธนะสลับบัดบองชีวิตเป็นนกโซโร่บ้านแต่สมดาระบอกคุยนะปีลูกครูระบอกกอดเยอะปลาดำไปคลายตะจีนกุนดาวดอกคลายพอดในเลยโลกโดยบ้านซอนหยาจมูกคุยนะตลอดมาเมื่อไปปัจจุบันวิ่งเนื้อไปได้ก็มาเรียนแก้ไขกำเพลิงบันตะการโซโร่ลูฟี่บันยกล้วนแต่ช่วยแปลงหาได้ซาตาเรียนการบอลลูฟี่สวัสดีโดยเกิดสู้กรอกกับเพลิงธรรมดามันไอทัวไอกอดบานเตะต่อมาลูฟี่บันประกอบได้แต่งใบระบอโซโร่ไอโซโร่วิ่งหาสู้กัดทาจองโจรวมไว้จมูกเจ้าสมมติในเจริญคอฉบับหรือกระจายก็มาเรียนสำหรับกัดเจ้าหลายหนึ่งเป็นนักโซโร่แรงควาไปเรื่องคอฉบับไอตีท้ายแต่ก็นักเมียนชีวิตนักเมียนอากาศคลายเตยกินกับปูคนได้แต่คลายอย่างเก๋ในเลยโลกบ้านในทาโซโร่สกจัดโจรวมกล้อมจมูกนังลูฟี่ในเยปีมอร์แกนวิ่งบรรทอปีกรอกกับเพลิงทัวไอลูฟี่อัดบ้านก็บ้านมันเจียก็มาเรียนปลาดาสำหรับโจตัววิ่งมาดองแต่โซโร่มันโจคลุ้นตุบเป็นนกโซโร่นังลูฟี่บานรวมคณิจัดการกองมาเรียนเอาดอกท้อยหาลูฟี่บานสำหรับโจตัวไว้โดยจมูกมอร์แกนอย่างคลาฮันขนมกาประโยชน์คณิในเลือดนกมอร์แกนได้คลายกรุบคณิออดเมนเธอไอลูฟี่บานเหมือนเตะใบจะเตะบานลูฟี่จับใบหลังตุใส่ปตอมาติดหันแม่โป้บานได้จับโคบี้ถวยจีจำหนัดขมังเป็นนกโคบี้กับคลาฮันนะได้มันเอาลูฟี่ควอลปีกอดเตะต่อไปจันเตอร์ลูฟี่ควอลเตะกับสุดหันแม่โป้มาได้ปีจำไงขนมไปจมูกคณิมอร์แกนกับบานเงือบมาวิ่งหาจองลุยกับลูฟี่ปีกร้อยแต่โซโร่บานสตูวับโจ
ចូលទៅជួយបន្ទាប់ពីបានកំចាត់ Morgan ពីអ្នកឪកូននឹងរួចហើយកូនតាហ៊ាន Marine អត់មាននរណាខ្វល់ខ្វាយអីទេបែរជានាំគ្នាស្រែកហូរកញ្ជ្រៀវសប្បាយអើងកងតាមពិតពួកគេក៏មិនចង់ធ្វើការក្រៅបញ្ជាមេដែលសាហាវយង់ខ្នងដោយ Morgan នឹងដែរបន្ទាប់មកពួកគេបាននាំគ្នាទៅញ៉ាំអីនៅហាងម៉ាក់របស់ Rika នៅពេលនោះម៉ាក់របស់ Rika បានធ្វើម្ហូបយ៉ាងឆ្ងាញ់ទទួលពួកគេដើម្បីអរគុណពួកគេដែលបានជួយរំដោះភូមិនេះពីការត្រួតត្រារបស់ជនកំណាច Morgan ពេលនោះ Rika បានសួរ Luffy ថាចង់ទៅណាទៀតបន្ទាប់ពីនឹងហើយ Luffy ប្រាប់ថាគាត់នឹងទៅតំបន់ Grand Line ពេលឮអញ្ចឹង Kobe ភ័យជំនួសទោះបីជាគាត់អត់ចូលក្រុមជាមួយ Luffy ក៏គាត់ព្រួយបារម្ភពីសុវត្ថិភាពរបស់ Luffy ដែរព្រោះតំបន់ Grand Line នឹងគឺជាតំបន់គ្រោះថ្នាក់បំផុតគេតែងតែហៅតំបន់នោះថាជាកន្លែងបញ្ចុះសពរបស់ចៅសមុទ្របន្តមកមាន Marine មួយក្រុមបានទៅដល់ទីនោះដើម្បីធ្វើការតាមតួនាទីរបស់ពួកគេដែលត្រូវចាប់ក្រុមចៅសមុទ្រប៉ុន្តែដោយសារតែក្រុមរបស់ Luffy មានស្នាដៃជួយភូមិនេះគេនឹងមិនរាយការណ៍ទៅថ្នាក់លើទេតែសំណូមពរឲ្យក្រុមរបស់ Luffy បញ្ញាប់ចាក់ចេញពីភូមិនឹងពេលនោះ Luffy យល់ការក៏សុខចិត្តចាក់ចេញតាមស្រួលហើយនៅពេលដែលគេសួរថា Kobe គឺជាសមាជិកក្រុមរបស់ Luffy ដែរអត់ Luffy បែរជាទៅធ្វើឆ្លោះតោះតែងគ្នាជាមួយ Kobe ចង់ប្រាប់គេថា Kobe មិនមែននៅក្រុមជាមួយគាត់ទេមូលហេតុគឺដោយសារតែគាត់ដឹងថា Kobe ចង់ធ្វើជា Marine ហើយបើគេដឹងថា Kobe ធ្លាប់តាក់ទងជាមួយនឹងចៅសមុទ្រនោះគេអត់ឲ្យគាត់ធ្វើ Marine ទេបន្ទាប់មកនៅពេលដែល Luffy ហើយនិង Zoro ចេញទៅផុត Kobe បានសុំគេធ្វើជា Marine ហើយគេក៏បានទទួលយកគាត់បន្ទាប់មក Kobe បានតាមទៅអរគុណ Luffy ដល់កំពង់ផែហើយ Zoro បាននិយាយលេងថាវាមិនដែល Marine ណាមកអរគុណចៅសមុទ្រមើលទៅរឿងនឹងតរកត់ចូលក្នុងសភៅប្រវត្តិសាស្ត្រទៅបានសម្រាប់រឿងនេះផងដែរខ្ញុំសូមស្លេះត្រឹមប៉ុណ្ណេះសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តហើយជួយចុច like និង comment បានច្រើនហើយក៏សូមសំណូមពរដល់អ្នកដែលមិនទាន់បាន Subscribe Channel មនោចរណៃទេក៏ជួយ Subscribe ម្នាក់មួយដើម្បីជួយផ្ដល់កម្លាំងចិត្តដល់ខ្ញុំផងបាទសូមអរគុណសូមជូនពរសុខភាពល្អអនាគតបបររុងរឿងជំរាបសួរអ្នកទាំងអស់គ្នាពេលនេះយើងមកតាមដានរឿង One Piece បន្តទៀតពេលនេះ Luffy ហើយនិង Zoro ចង់ធ្វើដំណើរទៅតំបន់ Grand Line ប៉ុន្តែពួកគេទាំងពីរគ្មាននរណាចេះមើលទិសតំបន់អីទេចេះតែបដែកខ្លួនតាមខ្យល់អញ្ចឹងទៅឥឡូវពួកគេឃ្លានខ្លាំងណាស់មិនដឹងទៅរកអីញ៉ាំនៅណាទេពេលនោះពួកគេបានឃើញសត្វស្លាបមួយហានៅលើមេឃហើយ Luffy មានកំណត់ចង់ចាប់សត្វស្លាបនោះញ៉ាំដល់ពេលយកខ្លួនឯងធ្វើជាជំពាមបាញ់ទៅមិន Luffy ចាប់សត្វនោះទេគឺសត្វនោះបានចាប់ Luffy វិញពេលឃើញអញ្ចឹង Zoro ក៏បញ្ញាប់អុំទូកតាមទៅជួយហើយនៅតាមផ្លូវគាត់បានអនុញ្ញាតឲ្យចោរសមុទ្រ3នាក់ដែលកំពុងតែបដែកខ្លួនតាមទឹកតោងទូករបស់គាត់ពេលបានឡើងទូកហើយស្រាប់តែចៅសមុទ្រ3នាក់នោះចង់ប្លន់ Zoro តែត្រូវបាន Zoro វាយឡើងទូកហើយប្រាយចៅទូកវិញម្ដងចៅសមុទ្រ3នាក់នោះបានប្រាប់ Zoro ថាពួកគេគឺជាកូនចៅរបស់ចៅសមុទ្រឈ្មោះ Baki នឹងតែងខ្លួនដូចតួថ្លុកដែលគេហៅថា Clown ហើយគាត់ក៏ធ្លាប់បានញ៉ាំផ្លែឈើពិសេសមួយដែរបន្តមកសាច់រឿងបានកាត់ទៅមើលនារីម្នាក់ដែលនៅក្នុងដៃរបស់នាងមានការផែនទីហើយមានកូនចៅរបស់ Baki ជាច្រើនបានតាមយកផែនទីពីនាងទៅវិញកាត់ទៅមើលនៅជំរំរបស់ Baki វិញមានគេមើលឃើញសត្វស្លាបពណ៌ Luffy ហោះនៅលើមេឃពេលនោះ Baki បានព្យាកូនចៅរបស់គាត់បាញ់វាទម្លាក់ចោលមកតែអត់ត្រូវសត្វស្លាបទេត្រូវតែ Luffy បន្ទាប់ពីធ្លាក់ដល់ដី Luffy បានជួបជាមួយនាងស្រីម្នាក់ដែលកូនចៅរបស់ Baki កំពុងតែដេញតាមពេលនោះនាងបានហៅ Luffy ថាមេហើយក៏រត់ចេញទៅមុនដល់ពេលអញ្ចឹងកូនចៅរបស់ Baki ស្មានតែ Luffy ជាបាក់ពួករបស់នាងក៏ព្យាយាមចាប់គាត់តែត្រូវបាន Luffy វាយឡើងទូកបន្ទាប់មកនារីមុននឹងបានត្រឡប់មកជួប Luffy វិញហើយប្រាប់ Luffy ថានាងឈ្មោះ Nami ពេលនោះនាងចង់បបួល Luffy ធ្វើការជាមួយនាងព្រោះនាងឃើញ Luffy ខ្លាំងតែ Luffy ឃ្លានខ្លាំងណាស់អត់មានអារម្មណ៍ចង់និយាយរឿងការងារអីទេដល់ពេលអញ្ចឹងទៅ Nami ក៏នាំ Luffy ទៅញ៉ាំអីនៅផ្ទះធំមួយដែលនាងស្នាក់នៅបណ្ដោះអាសន្នមនុស្សនៅផ្ទះនោះបានរត់អស់ហើយដោយសារតែពួកគេខ្លាចចោលសមុទ្រ Baki ពេលនោះ Nami បានប្រាប់ Luffy ថានាងត្រូវការលុយចំនួនយ៉ាងច្រើនរហូតដល់100លាន belly ប៉ុន្តែនាងអត់ប្រាប់ Luffy ថាយកលុយទៅធ្វើអីទេគ្រាន់តែនាងចង់ប៉ឹង Luffy ឲ្យជួយការពារនាងព្រោះនាងចង់ចូលទៅក្នុងតំបន់ Grand Line Nami មានផែនទីហើយនាងប្រកែមើលទិសដៅខ្លាំងណាស់នៅពេលដែលដឹងថា Nami ចេះមើលទិសដៅនិងចេះមើលផែនទីអញ្ចឹង Luffy ក៏បបួល Nami ចូលក្រុមជាមួយគាត់វិញធ្វើឲ្យ Nami ដឹងថា Luffy គឺជាចៅសមុទ្រតាំងពីដើមមក Nami ស្អប់ចៅសមុទ្រខ្លាំងណាស់ហើយនាងដើរលួចទ្រព្យសម្បត្តិតែពីចៅសមុទ្រទេនៅពេលនោះ Nami ធ្វើជាព្រមចូលក្រុមជាមួយនឹង Luffy តែ Luffy ត្រូវជួយធ្វើការនាងមួយសិនការងារនោះគឺនាងចង់ឲ្យ Luffy សម្ដែងធ្វើជាមេរបស់នាងដើម្បីទៅជួប Baki ពេលទៅដល់នាងបានប្រកួតផែនទីឲ្យ Baki វិញហើយប្រាប់ Baki ថា Luffy ដែលជាមេរបស់នាងវិជានាងធ្វើទេឥឡូវនាងបានក្បត់មេរបស់នាងហើយព្រោះនាងចង់ចូលក្រុមជាមួយ Baki តាមពិតគោលបំណងរបស់ Nami គឺចង់រកឱកាសដើម្បីលួចទ្រព្យសម្បត្តិរបស់ Baki តែប៉ុណ្ណោះបន្ទាប់មក Baki បានប្រកាសឲ្យកូនចៅគាត់រៀបចំពិធីជប់លៀងមួយដើម្បីទទួលសមាជិកថ្មីពេលនោះពួកគេផឹកស៊ីសប្បាយចិត្តខ្លាំងណាស់ហើយដើម្បីញ៉ាំងឲ្យកម្មវិធីកាន់តែអធិកអធម Baki បានឲ្យកូនចៅរបស់គាត់បញ្ចេញកំភ្លើងធំទៅបាញ់ផ្ទះប្រជាជនលេខឲ្យជាច្រើនខ្នង
ពេលឃើញចឹងណាមីមានអារម្មណ៍ថាសង្វ័យក្នុងចិត្តខ្លាំងណាស់ពេលនោះបាគីបាននិយាយថាគាត់នឹងប្រើកំភ្លើងធំនឹងដើម្បីធ្វើជាស្ដេចនៅក្នុងតំបន់ Grand Line ហើយពេលលឺអញ្ចឹង Luffy ក៏ប្រកែកចាច់ថាគាត់ទៅជាអនាគតស្ដេចនៅតំបន់ Grand Line បន្ទាប់មកបាគីអត់ចង់ជលក់មាត់ជាមួយនឹង Luffy ទេគាត់បានប្រើណាមីឲ្យប្រើកំភ្លើងធំបាញ់សម្លាប់ Luffy ចោលតែម្ដងនៅពេលនោះណាមីពិបាកសម្រេចចិត្តណាស់ព្រោះបើសិនជានាងមិនសម្លាប់ Luffy ទេគេនឹងសម្លាប់នាងចោលដល់ពេលណាមីឆោតត្រឹងយូរពេកមានកូនចៅរបស់បាគីម្នាក់ចូលមកឲ្យកញ្ឆេះកំភ្លើងធំជំនួសណាមីនៅពេលនោះណាមីមិនអាចទ្រាំឈរមើលបានក៏ដកដបង3កណាត់ចេញពីជើងរបស់នាងសំពងឲ្យម្នាក់នោះឡើងសន្លប់បន្ទាប់មកនាងបានប្រើដៃរបស់នាងទៅព្យាយាមផលិតកញ្ឆេះវិញបណ្ដាលនាងរលាកដៃឈឺចាប់យ៉ាងខ្លាំងក្នុងពេលជាមួយគ្នាមានចៅសមុទ្រ3នាក់លោតមកវាយប្រហារនាងពីក្រោយតែសូរ៉ូបានចូលមកជួយទាន់ពេលវេលាក្នុងពិភពចៅសមុទ្រណាណាក៏ស្គាល់សូរ៉ូដែរគេល្បីថាគាត់ដើររកស៊ីកម្ចាត់ចៅសមុទ្រដែលគេហៅថា Pirate Hunter ជាទូទៅចៅសមុទ្រកំពេញកំប៉ុកខ្លាចសូរ៉ូណាតែចំពោះបាគីវិញគាត់គិតថាបើសិនជាគាត់កម្ចាត់សូរ៉ូបានគេឈ្មោះរបស់គាត់កាន់តែល្បីថាហើយបាគីក៏លោតទៅវាយប្រហារសូរ៉ូតែត្រូវបានសូរ៉ូកាត់ដាច់ជាកង់ឃើញចឹងហើយកូនចៅរបស់បាគីនៅសោយធម្មតាទៀតធ្វើសូរ៉ូមានការងើយឆ្ងល់ខ្លាំងណាស់ហើយនៅសក់ស្រាប់តែមានដៃចាក់គាត់ពីក្រោយធ្លាយមកមុខអ្នកដែលចាក់គាត់គឺដៃរបស់បាគីធ្លាប់ញ៉ាំផ្លែឈើពិសេសម្យ៉ាងដោយ Luffy ដែរដែលគេហៅថា Chop Fruit ផ្លែឈើនោះធ្វើឲ្យបាគីមានសមត្ថភាពពិសេសអាចបំបែកខ្លួនឯងជាកង់ហើយអាចបញ្ជាបានពីចម្ងាយទៀតមានន័យថាដៃរបស់ Zoro មិនអាចធ្វើអីបាគីបានទេដល់ពេលអញ្ចឹងទៅ Zoro ក៏នឹកឃើញទៅលើកណ្ដុងកំភ្លើងធំបាយចំក្រុមរបស់បាគីហើយប្រាប់ឲ្យ Nami ឲ្យកញ្ឆេះបន្ទាប់មកសូរ៉ូបានអូសត្រង់ដែលមាន Luffy នៅក្នុងនោះទៅដល់កន្លែងមានសុវត្ថិភាពមួយនៅទីនោះ Luffy បានឃើញឆ្កែមួយក្បាលដែលអង្គុយឆ្កឹងដោយរូបចម្លាក់ហើយនៅពេលដែលគាត់យកដៃទៅលេងវាគាត់ត្រូវបានឆ្កែនោះខាំបន្ទាប់មក Nami បានទៅដល់ទីនោះហើយនាងបានបោះកូនសោបើកទ្វារត្រង់ឲ្យ Luffy ផងដែរប៉ុន្តែនៅពេលដែល Luffy លោកដៃយកឆ្កែបានដណ្ដើមកូនសោនោះលេបជពោះបាត់រឿងនោះធ្វើឲ្យ Luffy ខឹងខ្លាំងណាស់ក៏ចាប់ឆ្កែច្បាច់កបង្ខំឲ្យខ្ជាក់សោចេញមកវិញពេលឃើញ Luffy ធ្វើបាបឆ្កែអញ្ចឹងមានអ៊ំចាស់ម្នាក់បានទៅដល់ហើយស្រែកគាត់គឺជាចៅហ្វាយក្រុងនៅក្នុងទីក្រុង Orange Town នឹងគាត់មានចិត្តល្អណាស់ពេលឃើញ Zoro មានរបួសអញ្ចឹងគាត់បានជូន Zoro ទៅសម្រាប់នៅផ្ទះរបស់គាត់បន្ទាប់មកលោកចៅហ្វាយក្រុងបានប្រាប់ថាឆ្កែហ្នឹងមានឈ្មោះថាឈូ3ខែមុនម្ចាស់របស់វាបានឈឺស្លាប់បាត់ទៅហើយប៉ុន្តែនៅថ្ងៃចុងក្រោយពេលម្ចាស់វាចេញទៅពេទ្យម្ចាស់វាបានពឹងពាក់វាឲ្យជួយមើលហាងលក់ចំណីសត្វរបស់គាត់នៅថ្ងៃនោះគាត់បានឈឺស្លាប់នៅពេទ្យអត់អាចត្រឡប់មកវិញបានទេតែឆ្កែឈូនៅតែអង្គុយការពារហាងជារៀងរាល់ថ្ងៃជាពិសេសគឺនៅក្នុងកំឡុងពេលនេះពេលដែលក្រុមចៅសមុទ្របាគីកំពុងតែយាយីទីក្រុងនិយាយពីក្រុមរបស់បាគីពេលនោះស្រាប់តែមានកូនចៅរបស់បាគីម្នាក់ឈ្មោះម៉ូជីបានទៅដល់ម៉ូជីមានសមត្ថភាពប្រហាត់សត្វដែលកាយឲ្យស្លូតវិញបានហើយដៃគូរបស់គាត់គឺសត្វតោដ៏ធំមួយឈ្មោះ Richie ចាប់ផ្ដើមឡើងតោ Richie បានវាយប្រហារទៅលើ Luffy ដែលនៅទើសផ្លូវវាចង់ចូលទៅក្នុងហាងលក់ចំណីសត្វតែឆ្កែឈូនៅឈរពាំងចាំការពារទោះបីជាមានតូចជាងតោឆ្ងាយឈូនៅតែចូលទៅខាំជាមួយតោអត់មានរៀថយទេប៉ុន្តែទោះបីឆ្កែឈូក្លាហានប៉ុណ្ណាក៏មិនអាចឈ្នះតោដែរចុងក្រោយម៉ូជីបានដិតហាងលក់ចំណីសត្វរបស់ឆ្កែឈូនៅថ្ងៃនោះបើសិនជាម៉ូជីគ្រាន់តែដើរឆ្លងកាត់ Luffy មិនខ្វល់ពីគាត់ទេតែដល់ពេលម៉ូជីដិតហាងលក់ចំណីសត្វដែលឆ្កែឈូចាត់ទុកថាជាកំណប់របស់វា Luffy យល់ពីអារម្មណ៍របស់ឆ្កែឈូហើយគាត់ត្រូវរលុកដៃនៅក្នុងរឿងហ្នឹងចាប់ផ្ដើមឡើងម៉ូជីបានបញ្ជាតោរបស់គាត់ឲ្យលោតទៅសង្គ្រប់ Luffy តែត្រូវបាន Luffy ប្រើក្បាច់កាំ Hammer ចាប់តោនោះបោកទៅនឹងដីពេលម៉ូជីដឹងថា Luffy មានថាមពលផ្លែឈើពិសេសគាត់ភ័យខ្លាំងណាស់ហើយបានសុំទោសញាប់មាត់តែទង្វើរបស់គាត់ Luffy មិនអាចលើកលែងទោសឲ្យបានទេត្រូវតែបដៅចេញបន្ទាប់មកក្រុមរបស់ Luffy បានទៅជួបបាគីម្ដងទៀតដើម្បីដណ្ដើមយកផែនទី Grand Line ហើយនឹងវាយបណ្ដេញបាគីចេញពីក្រុងនៅពេលនោះលោកអ៊ំចៅហ្វាយក្រុងដូចជាមានអារម្មណ៍ថាឈឺចាប់ជាងគេហើយចង់សម្រុកចូលទៅរកបាគីទាំងកំរោលតែត្រូវបាន Luffy រុញក្បាលទៅបុកអញ្ចឹងឡើងស្លាប់តាមពិត Luffy ធ្វើអញ្ចឹងគឺដើម្បីការពារជីវិតរបស់គាត់ព្រោះបើសិនជាគាត់ចូលទៅប្រយុទ្ធគាត់អាចនឹងមានគ្រោះថ្នាក់ដល់ជីវិតបន្ទាប់មក Luffy បានស្រែកខ្លាំងទៅកាន់បាគីថាអាចមោះធំហើយបាគីខឹងខ្លាំងណាស់អាណាគេហៅគាត់ថាអាចមោះធំនឹងពេលហ្នឹងអត់ចាំយូរទេបាគីក៏បញ្ជាឲ្យគេបាញ់កំភ្លើងធំទៅកាន់ Luffy តែ Luffy បានប្រែកាយខ្លាចទៅជាបាឡូនយ៉ាងធំមួយធ្វើឲ្យក្រកកំភ្លើងធំដែលបាញ់ត្រូវគាត់ឡងត្រឡប់ទៅវិញការផ្ទុះនៅលើកនោះមិនបានសម្លាប់បាគីទេព្រោះគាត់បានយកកូនចៅគាត់មកធ្វើខែលនៅពេលនោះបាគីក៏សល់កូនចៅដ៏ស្មោះត្រង់របស់គាត់ម្នាក់ទៀតផងដែរឈ្មោះខាបាជីម្នាក់ហ្នឹងមើលទៅដូចសាហាវណាស់ហើយក៏ចម្លែកទៀតព្រោះគាត់ជិះកង់មួយចូលមកសៃវៀនប្រយុទ្ធដែលសារឃើញ Zoro មានរបួសនៅពោះខាបាជីបានឆ្លៀតឱកាសប្រើក្បាច់តរបូចាស់របស់ Zoro ពីជើងផ្ទុំទួនគ្នាធ្វើឲ្យខាបាជីមានការឈឺចុកចាប់យ៉ាងខ្លាំងប៉ុន្តែប៉ុណ្ណឹងមិនអាចធ្វើឲ្យ Zoro ព្រមចុះចាញ់ទេគាត់នៅតែអាចស៊ូរួចឆ្លៀតពេលនោះណាមីឆ្លាតអត់នៅឈរមើលទេនាងបានឆ្លៀតដកខ្លួនសិនដើម្បីទៅប្រមូលទ្រព្យសម្បត្តិពីបាគីត្រឡប់មកមើលការប្រយុទ្ធរវាង Zoro និងខាបាជីវិញ Zoro អត់ទាន់មានឱកាសបានតដៃទេប៉ុន្តែដល់ពេលដែលខាបាជីបានចិត្តសម្រុកទៅចង់សម្លាប់គាត់ Zoro ប្រើតែមួយក្បាច់ទេអាចកម្ចាត់ខាបាជីបានហើយបន្ទាប់ពីនោះមិនយូរប៉ុន្មាន Zoro ក៏បានដួលស្លាប់ផងដែរពេលនេះនៅសល់តែ Luffy ត្រូវវាយដូរជាមួយនឹងបាគីមុនពេលពួកគេប្រយុទ្ធគ្នាបាគីបាននិយាយថាឃើញ Luffy ពាក់មួកស្លឹកអញ្ចឹងធ្វើឲ្យគាត់នឹកឃើញដល់ចៅសមុទ្រសក់ក្រហមឈ្មោះសែងដែលគាត់ស្អប់បំផុតលឺអញ្ចឹង Luffy ចាប់អារម្មណ៍ខ្លាំងណាស់ហើយបានសួរបាគីថាពេលនេះសែងនៅណាតែបាគីអត់បានឆ្លើយទេក៏ចាប់ផ្ដើមវាយប្រហារទៅលើ Luffy ការវាយលើកនោះ Luffy គេចបានទាំងអស់អត់មានបញ្ហាទេហើយនៅពេលដែល Luffy មានឱកាសសុទ្ធទៅវិញបាគីបានដកកគេចពីកណ្ដាប់ដៃរបស់ Luffy ក្បាច់វាយបន្តទៀតបាគីបានធ្វើឲ្យលហើយមួករបស់ Luffy ធ្វើឲ្យ Luffy ខឹងខ្លាំងណាស់ព្រោះមួកនោះសែងផ្ញើនៅគាត់ហើយគាត់ត្រូវយកទៅប្រគល់ឲ្យសែងវិញនៅថ្ងៃណាមួយពេលដឹងពីចំណុចខ្សោយរបស់ Luffy បាគីបានប្រើដៃហោះទៅទម្លុះមួករបស់
របស់ Luffy ឲ្យធ្លុះកាន់តែច្រើនកន្លែងទៀតដើម្បីបញ្ឈឺចិត្តគាត់ពេលនោះ Luffy ខឹងត្រង់នៃបានក៏ស្ទុះទៅទាត់ Baki បានមួយជើងប្រាប់យើងភ្លាមមកអាមាត់ធំពេលនេះសែងនៅណាបន្តមកទៀត Baki បានឆ្លៀតនិយាយប្រវត្តិខ្លះៗរវាងគាត់ហើយនឹងសែងពីមុនពួកគេធ្លាប់នៅលើទូកជាមួយគ្នាហើយតែងតែឆ្លោះប្រកែកគ្នាតាមរបៀបមិត្តភ័ក្តិមានថ្ងៃមួយពួកគេបានជួបប្រយុទ្ធជាមួយនឹងចៅសមុទ្រមួយក្រុមទៀតហើយ Baki យកបានផែនទីកំណត់នៅបាតសមុទ្រមួយលាក់ទុកខ្លួនឯងមិនឲ្យគេដឹងទេរយៈពេលក្រោយមកទៀតសែងបានមកប្រាប់គាត់ថាក្រុមរបស់ពួកគេរកឃើញផ្លែឈើពិសេសមួយដែលគេហៅថា Chop Fruit អាផ្លែឈើនោះពិតមែនតែវាផ្ដល់ឲ្យពួកគេនៅសមត្ថភាពពិសេសតែអ្នកដែលបានញ៉ាំផ្លែឈើនឹងហើយនឹងអត់ជាហែទឹកយើងហើយទៅក្រុមចៅសមុទ្រអត់មាននរណាហ៊ានញ៉ាំវាទេទោះបីជាយ៉ាងណាតម្លៃរបស់ផ្លែឈើនឹងវាថ្លៃខ្លាំងណាស់អាចលក់បានរហូតដល់ទៅជាង100លាន belly ដែរប្រហែលថ្ងៃក្រោយមកទៀត Baki បានឆ្លៀតប្រើល្បិចទៅយកផ្លែឈើពិសេសនោះមកទុកខ្លួនឯងគាត់ចង់លក់វាយកលុយដើម្បីធ្វើជាដើមទុនទៅរកកំណត់នៅបាតសមុទ្រតាមផែនទីរបស់គាត់ប៉ុន្តែចៃដន្យនៅយប់នោះសែងមកតាន់ហើយគាត់អត់ដឹងថាលាក់ទុកនឹងនរណាក៏ដាក់ចូលទៅក្នុងមាត់ហើយបន្តមកទៀតសែងបានបញ្ញាក់គាត់ដោយអចេតនាធ្វើឲ្យគាត់ច្រឡំលេបចូលទៅក្នុងពោះការដែលសោះជានោះទៀតគឺផែនទីកំណត់របស់គាត់បានធ្លាក់ចូលទៅក្នុងទឹកហើយគាត់ក៏បានលោតទៅតាមគ្រាន់តែបានចូលទៅដល់ក្នុងទឹកភ្លាម Baki គាំងឆ្កឹងកម្រើកមិនរួចថ្ងៃនោះកូនតបានសែងជួយ Baki លងទឹកស្លាប់បាត់ហើយប៉ុន្តែចាប់ពីថ្ងៃនោះមក Baki មិនបានអរគុណសែងឡើយដឹងតែបន្ទោសគាត់ថាសែងនឹងធ្វើឲ្យគាត់បាត់បង់របស់របរគ្រប់យ៉ាងនិយាយដល់ត្រឹមនេះ Baki ក៏បានផ្ដាច់ខ្លួនពាក់កណ្ដាលហោះទៅខាងលើដើម្បីប្រើ Super ចាត់ការ Luffy តែចៃដន្យគាត់បានឃើញ Nami ដែលបានលួចទ្រព្យសម្បត្តិរបស់គាត់ក៏ហោះដេញតាមពេលតាមចិត្តតាន់ហើយស្រាប់តែគាំងព្រោះ Luffy បានទាត់ខ្លួនគាត់មកកណាត់ក្រោមចង់ប្រឡោះជើងបន្តមក Luffy បានប្រាប់ Nami ឲ្យទម្លាក់ទ្រព្យសម្បត្តិចុះហើយឆាប់រត់ទៅបើមិនចង់មានគ្រោះថ្នាក់ប៉ុន្តែ Nami អត់ព្រមទេនាងថាទ្រព្យសម្បត្តិហ្នឹងជារបស់នាងហើយពេលឮអញ្ចឹង Baki ក៏បានស្ដីឲ្យនាងថាអត់មានម៉ែឪបដៅទេលួចរបស់គេហើយថារបស់ខ្លួនឯងតែ Nami បានបកវិញថាអញ្ចឹងទ្រព្យសម្បត្តិហ្នឹងក៏មិនមែនជារបស់ Baki ដែរព្រោះ Baki លួចប្លន់ពីគេដូចតែគ្នាហ្នឹងបន្តមក Baki ខឹងខ្លាំងណាស់ក៏បំបីខ្លួនជាច្រើនកំណាត់ដេញតាមដណ្ដើមទ្រព្យសម្បត្តិពី Nami នៅពេលនោះ Baki មាននឹងចាក់សម្លាប់ Nami ទៅហើយតែជាបាន Luffy ចូលទៅជួយទាន់នៅពេលដែលពួកគេគិតថាចាត់ការ Baki បានហើយស្រាប់តែ Baki ងើបឡើងមកវិញហើយគម្រាមថានឹងប្រើក្បាច់ចុងក្រោយដើម្បីចាត់ការពួកគេនៅពេលនោះ Baki បានប្រើក្បាច់ប្រមូលខ្លួនចូលគ្នាតែបែរជាខ្លាយទៅជាមនុស្សកន្ទឿទៅវិញព្រោះរាងកាយរបស់គាត់មានផ្នែកខ្លះត្រូវបាន Nami ចាប់ចងទុកជាកិច្ចបង្ហាញ Luffy បានប្រើក្បាច់កម្ម Bazooka យាដៃទាំងពីរទៅក្រៅយ៉ាងវែងហើយវាយបញ្ជូន Baki ផ្លោងទៅយ៉ាងឆ្ងាយដែលកន្ទុយភ្នែកបន្ទាប់ពីចប់រឿងរ៉ាវហើយ Luffy បានរើសមួករហែករបស់គាត់យកមកពាក់វិញហើយ Nami បានប្រាប់ថាពេលទៅនេះចាំនាងជួយដេកឲ្យវិញបន្តមក Nami បានបកគោផែនទី Grand Line ឲ្យទៅ Luffy ចំណែកនាងនឹងយកទ្រព្យសម្បត្តិទាំងអស់ដែលគិតជាលុយប្រហែលជា10លាន belly ដែរហើយចាប់តាំងពីពេលនោះមក Nami សុកចិត្តចូលក្រុមជាមួយ Luffy បន្តមកមានប្រជាជនជាច្រើនបានប្រមូលគ្នាទៅកាន់ទីនោះដើម្បីចាត់ការក្រុមចៅសមុទ្រចេញពេលទៅដល់ពួកគេបានឃើញចៅហ្វាយក្រុងស្លាប់នៅទីនោះហើយនាំគ្នាគិតថាប្រហែលជាក្រុមចៅសមុទ្រវាយគាត់ហើយពេលនោះ Luffy បាននិយាយត្រង់ផ្លឹងថាគាត់ជាអ្នកវាយហើយគាត់ក៏ជាចៅសមុទ្រដែរញីអាល្ងើមិនក៏ប្រាប់គេតាមត្រង់អញ្ចឹងនៅពេលនោះប្រជាជននាំគ្នាខឹងខ្លាំងណាស់ហើយក៏ដេញតាមពួកគេហើយនៅតាមផ្លូវពួកគេក៏បានឃើញឆ្កែឈូឈូផងដែរពេលនោះឆ្កែឈូឈូបានជួយស្ទាក់ផ្លូវប្រជាជនមិនឲ្យដេញតាមពួកគេទេបន្តមកទៀតចៅហ្វាយក្រុងបានដឹងខ្លួនហើយនៅពេលដែលសួរនាំដឹងថាក្រុមរបស់ Luffy នៅរស់គាត់ក៏បានរត់ទៅតាមពួកគេនៅកំពង់ផែដើម្បីអរគុណពួកគេដែលជួយសង្គ្រោះជីវិតរបស់គាត់ហើយនៅពេលនោះផងដែរ Luffy ក៏បានទុកទ្រព្យសម្បត្តិមកថងឲ្យទៅចៅហ្វាយក្រុងដើម្បីកសាងទីក្រុងឡើងវិញដល់ពេលទូកជិះបានឆ្ងាយហើយទើប Nami ចាប់អារម្មណ៍ថាបាត់ទ្រព្យសម្បត្តិរបស់នាងមកថងធ្វើឲ្យនាងខឹងខ្លាំងណាស់ចង់តែសម្លាប់ Luffy ចោលទេសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំបើសិនជាយល់ថារឿងនេះល្អមើលសូមជួយចុច like ហើយនិង comment ម្នាក់មួយមកហើយសម្រាប់អ្នកដែលមិនទាន់បាន subscribe Channel មនោចរណៃទេក៏សូមជួយ subscribe ម្នាក់មួយដើម្បីជួយផ្ដល់ជាកម្លាំងចិត្តដល់ខ្ញុំផងសម្រាប់ពេលនេះសូមអរគុណសូមជូនពរសុខភាពល្អអនាគតបបររុងរឿង